តោះយើងទៅមើលលទ្ធផលទឹកឃ្មុំដែលខ្ញុំយកទៅក្លាសេល្ងាចមិញណាថាវាកកឬក៏មិនកកព្រោះអីគេថាទឹកឃ្មុំបើសិនជាសុទ្ធវាអត់កកអីអញ្ចឹងខ្ញុំក៏អត់ដឹងដែរព្រោះអីលើកទី1អត់ដែលសាកល្បងយកមកពិសោធន៍អញ្ចឹងណាអញ្ចឹងយើងចង់ដឹងថាវាកកមិនកកយើងទៅមើលទាំងអស់គ្នាទៅអ្នកលក់ក៏អត់ដឹងអូយ៉ាអត់កកមែនអូនិយាយទៅវាអត់កកអីគ្រាន់ថាវាខាប់អញ្ចឹងឃើញទេវាខាប់លក្ខណៈល្មួតហ្មងណាតែបើឲ្យកកវាអត់កកអីឥឡូវខ្ញុំឲ្យមើលទឹកឃ្មុំដែលអត់ទាន់ក្លាសេតោះនេះនេះសម្រាប់ទឹកឃ្មុំដែលអត់ទាន់ក្លាសេវិញចេះវាលក្ខណៈថាវារៀងខាប់ដែរតែវាអត់ខាប់ដូចទឹកឃ្មុំដែលយើងយកមកក្លាសេនេះឃើញទេពេលយ៉ាងនេះទៅវាជាប់ដបចឹងហ្មងអូបើថាឲ្យវាកកវាអត់កកអីណាវាសុខចិត្តខាប់ចឹងហ្មងអូសុទ្ធផាន់គេបងប្អូន 100% អាចទុកចិត្តទិញបានចា